នេះគឺជាទីមងទាំង4ដែលជាទីមងនាំមុខសម្រាប់ដង្ហែទានវស្សារបស់វត្តវលទីមងយៈវត្តវលឆ្នាំនេះដែលទៅនឹងធ្វើថ្មីហ្នឹងគឺមានរហូតជិត20យៈឯណោះប៉ុន្តែចំពោះយៈទាំង4នេះគឺជាយៈដែលនាំមុខគេប្លែកពីគេរចនាបថខ្មែរយើងតែម្ដងហើយយៈជាង10ទៀតគឺជាយៈបែបយៈអង្គរហើយចំពោះទីមងទាំងអស់នេះគឺយើងធ្វើរួចរាល់ហើយនៅសល់តែដៃទេមានសម្លៀកបំពាក់មានខ្លួនមានអីអស់ហើយអញ្ចឹងនៅសល់តែដេដៃហើយភ្ជាប់ដាក់ខ្លួនគឺហើយ 100% ហើយប្រហែលជាអាចនឹងហែថ្ងៃចូលឆ្នាំនឹងទៀតហែសាឡបងបង្ហាញឲ្យបងប្អូនយើងបានឃើញអញ្ចឹងនៅខែ7ខាងមុខនេះរដូវកាលដង្ហែទានព្រះវស្សាវត្តវលគឺដង្ហែទីមងដែលប្លែកដែលជារចនាបថខ្មែរយើងភាគច្រើនហ្នឹងគឺយៈតែម្ដងហើយឃើញថាក្មេងៗដែលគាត់ជួយចិត្តទីមងហ្នឹងគាត់ភាគច្រើនគាត់ជួយចិត្តយៈអញ្ចឹងវត្តវលគឺឆ្នាំនេះលេងឈុតយៈច្រើនមនុស្សធម្មតាហ្នឹងគឺតិចទេអញ្ចឹងបងប្អូនអរគ្នារងចាំទាំងអស់គ្នាថ្ងៃដង្ហែហ្នឹងយើងនឹងឃើញហើយថាទីមងវត្តវលជួបផ្ទាល់បែបណាហើយយៈទាំងអស់ហ្នឹងគឺធំណាមិនតូចទេហើយធ្ងន់ទៀតអ្នកដែលចូលហ្នឹងមិនដឹងថាទ្រាំទ្ររួចឬក៏មិនរួចទេហើយដូចជាបានឃើញអញ្ចឹងនេះគឺថតបង្ហាញពីយៈ4ដែលជាយៈនាំមុខគេហើយយៈនៅយៈជាង10ទៀតគឺជាយៈអង្គរហើយយៈអង្គរហ្នឹងគឺមានភាពស្តៀងគ្នាស្តៀងគ្នាប៉ុន្តែខុសប្លែកត្រង់ក្បាច់កត់ក្បាច់អីលាបពណ៌អីខុសគ្នាអញ្ចឹងទៅបាទអញ្ចឹងសូមកុំភ្លេចតាមដានទាំងអស់គ្នាថ្ងៃដង្ហែទានវស្សាវត្តទឹកវលហៅវត្តចង្កោះឆ្នាំមុនហ្នឹងគឺទីមងភាគច្រើនគឺទីមងបែបតារាបែបមនុស្សធម្មតាអញ្ចឹងណាប៉ុន្តែឆ្នាំនេះគឺលេងឈុតយៈតែម្ដងអញ្ចឹងសង្ឃឹមថានឹងទទួលបានការពេញចិត្តគាំទ្រអំពីបងប្អូនទាំងអស់គ្នាស្វាគមន៍ចំពោះទីមងវត្តទឹកវិលបាទ